សូមជម្រាបសួរទទួលស្វាគមន៍គ្រប់សាសជួបជុំលើដែនបូរីមកទស្សនាមរាយហើយចោះទៅធ្វើស្នេហ៍នៅគ្រូណាមិនក៏ភ្ញៀវអីមកច្រើនយ៉ាងនេះមានភ្ញៀវម្នាក់ហ្នឹងគាត់សួរអញ្ចឹងសូមជម្រាបតាមត្រង់ចោះថាហាងខ្ញុំនេះគ្មានធ្វើស្នេហ៍ធ្វើស្នូកគ្មានរបស់ពិសេសណាមួយទៅដាក់ក្នុងហាងនោះទេនៅនេះអត់មានសោះតតែសោះសូម្បីប៉ុនកញ្ចក់បាទអ្វីដែលខ្ញុំធ្វើបច្ចុប្បន្នហ្នឹងគឺរកស៊ីដោយស្មោះត្រង់ចំពោះភ្ញៀវដែលលោកអញ្ជើញមកហើយស្នេហ៍ធំជាងគេបំផុតនៅក្នុងហាងរបស់យើងខ្ញុំហ្នឹងគឺធ្វើទានធ្វើបុណ្យជារៀងរាល់ថ្ងៃបាទយើងនៅកាន់ពុទ្ធសាសនាយើងដឹងហើយថាមានតែទានទេដែលធ្វើឲ្យជួយក្នុងបច្ចុប្បន្នផងជួយក្នុងបរិលោកផងបាទអាហ្នឹងគឺអំណាចនៃទានបាទហើយបើមិនជឿទេសាកល្បងមើលទៅបាទព្យាយាមធ្វើបុណ្យឲ្យច្រើនទៅបាទធ្វើបុណ្យរក្សាសិលបាទតើតែអញ្ចឹងទៅវាស្រូបតែធាតុល្អមកបាទយើងដឹងហើយថាសំណាងគឺកើតពីការសាងអញ្ចឹងយើងរួមគ្នាសាងល្អទាំងអស់គ្នាបាទហើយនឹងអរគុណខ្លាំងណាស់ដល់បងប្អូនយើងដែលលោកអញ្ជើញមកអត់ដែលថាមកហើយលែងមកទេអ្នកខ្លះនោះធ្វើមកតាំងពីខ្ញុំនឹងនៅកញ្ចោកចាស់ម្លេះបាទគាត់នៅរាប់ឆ្នាំហើយ3 4 5ឆ្នាំហើយគាត់នៅទៅជាម៉ួយមកអញ្ចឹងបាទគឺឥឡូវហ្នឹងគឺយើងមកតាំងពីសំឡូតមានតាំងលងវែងមានពីកោះកុងកំពង់សោមកំពង់ឆ្នាំងបាត់ដំបងប៉ោយប៉ែតគឺមកអស់ហើយបាទមកអស់ហើយស្នេហ៍នេះស្រូបមកខ្ទេចមកខ្ទីទាំងអស់ស្នេហ៍នេះខ្លាំងមិនធម្មតាមែនចឹងហើយបានគេមិនជឿថាខ្ញុំមិនអត់ប្រើទេនេះឬជារឿងចំណែកហើយគាត់ខ្លះទៀតចុះពីយន្តហោះមកធម្មបានទេអត់បានទេអត់ចូលផ្ទះទៀតបាទមកពីចុះយន្តហោះមកពីពលានមកដល់បុកឡុងចុងថ្នោតតែម្ដងបាទនេះជារឿងអស្ចារ្យមែនតើខ្ញុំក៏អស្ចារ្យក្នុងចិត្តដូចគ្នាហើយតើភ្ញៀវមកច្រើនអញ្ចឹងទៅក៏មានកន្លែងអង្គុយខ្លះអ្នកខ្លះក៏អត់បានអង្គុយទេមក2 3 ដងហើយអត់បានហូបទៀតរឿងទាំងអស់នេះយើងក៏សូមការអធិស្ឋាននឹងការយោគយល់អំពីបងប្អូនទាំងអស់គ្នាគឺដោយសារតែកន្លែងយើងវាមានកំណត់ឥឡូវនេះយើងក៏កំពុងតែធ្វើក្នុងខ្សែដោយតែបងប្អូនឃើញបកគោលកំពុងដាំអញ្ចឹងបាទឥឡូវនេះកំពុងគម្រោងធ្វើក្នុងស្រែឲ្យបានច្រើនបាទដើម្បីទទួលបងប្អូនបន្ថែមទៀតដោយយើងធ្វើទៅតាមធនធានដូច្នេះហើយទៅវាមិនបានលះដោយតែអ្វីដែលបងប្អូនចង់បានទេអញ្ចឹងក៏សូមទានទៅតាមអបិទុក